ងារចិញ្ចឹមសត្វជាផ្នែកមួយដែលសំខាន់ស្ថិតក្នុងចំណោមការងារចាំបាច់របស់ប្រព័ន្ធកសិកម្មសមស្របនៅតំបន់វាលទំនាបនៅរដូវវស្សាដីទំនាបប្រហែល 75% ត្រូវលិចទឹកអស់និងក្លាយជាវាលស្រែបំពេញទៅដោយដំណាំស្រូវនៅរដូវទឹកសម្រកនិងផ្ទៃដីទួលប្រហែល 5% ជាផ្ទៃដីភូមិហើយនិងផ្ទៃដី 15 ទៅ 18% ជាដីចម្ការដំណាំរួមផ្សំឬដំណាំឈើហូបផ្លែដូចនេះនៅសល់ផ្ទៃដីតិចតួចណាស់ដែលជាវាលធម្មជាតិសម្រាប់ជាចំណីសត្វដោយមានការខ្វះខាតបែបនេះនៅអំឡុងពេល 4 ទៅ 5 ខែនារដូវវស្សាជារយៈពេលទំនេររបស់កសិករនិងមិនមានប្រាក់ចំណូលលើគ្រួសារកសិករដែលមិនមានមុខរបរបន្ថែមក្នុងរយៈពេលនេះការបង្កើតមុខរបរចិញ្ចឹមសត្វពិសេសការចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារគឺជាមុខរបរដ៏សមស្របមួយក្នុងការធ្វើឲ្យប្រសើរឡើងនៅកម្រិតជីវភាពរស់នៅរបស់ប្រជាកសិករដោយមានការចង្អុលបង្ហាញពីសំណាក់ថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទពិសេសឯកឧត្តមបណ្ឌិតច័ន្ទសរុនជារដ្ឋមន្ត្រីដែលតែងបានផ្ដល់អនុសាសន៍និងជំរុញឲ្យមានសកម្មភាពជាច្រើនដូចជាការងារធ្វើស្រែតាមបច្ចេកទេសប្រពលវប្បកម្មការធ្វើឲ្យមានទស្សនកិច្ចសិក្សាស្វែងយល់និងដកស្រង់បទពិសោធន៍រវាងកសិករពីតំបន់មួយទៅតំបន់មួយនិងបានណែនាំផ្ដល់បច្ចេកទេសថ្មីៗស្ដីពីបច្ចេកទេសដាំដំណាំការចិញ្ចឹមត្រីពិសេសការងារចិញ្ចឹមសត្វដល់ប្រជាកសិករនៅគ្រប់តំបន់ធ្វើឲ្យវិស័យកសិកម្មមានការអភិវឌ្ឍស្ទើរគ្រប់វិស័យអនុវត្តតាមអនុសាសន៍នេះនាយកដ្ឋានផ្សព្វផ្សាយកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មសូមលើកយកបទពិសោធន៍ចិញ្ចឹមមាន់របស់កសិករងួនងាមដែលមានស្នាដៃឆ្នើមក្នុងការធ្វើផលិតកម្មកសិកម្មក្នុងចំណោមកសិករឆ្នើមចំនួន598នាក់ដែលក្នុងនោះមានស្ត្រីចំនួន35នាក់ហើយដែលក្រសួងជ្រើសរើសបានកសិករជ័យលាភីមានស្នាដៃក្នុងផលិតកម្មកសិកម្មចំនួន25នាក់ក្នុងនោះមានស្ត្រីចំនួន4នាក់បានជាប់ជ័យលាភីលើប្រធានបទប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិ5នាក់លើប្រធានបទចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ5នាក់លើប្រធានបទការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារ5នាក់លើប្រធានបទកែច្នៃគ្រឿងយន្តកសិកម្មនិង5នាក់ទៀតលើប្រធានបទការកែច្នៃផលិតកម្មកសិកម្មក្នុងឱកាសសន្និបាតកសិករទូទាំងប្រទេសលើកទី1ឆ្នាំ2010ដែលនៅក្នុងចំណោមនោះលោកងួនងានគឺជាកសិករឆ្នើមនិងមានស្នាដៃល្អក្នុងការចិញ្ចឹមមាន់ផងដែរជាក់ស្ដែងក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពីការចិញ្ចឹមមាន់ដែលបានរៀបចំឡើងដោយការិយាល័យផលិតកម្មនិងបសុភិបាលខេត្តតាកែវក្រោមការចង្អុលបង្ហាញពីសំណាក់ថ្នាក់ដឹកនាំក្រសួងកសិកម្មធ្វើឲ្យប្រជាកសិករដែលជាសិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលទាំងអស់មានចំណាប់អារម្មណ៍ខ្ពស់ទៅលើការងារចិញ្ចឹមមាន់នេះលោកងួនងាន់ជាកសិកររស់នៅក្នុងភូមិសែនបនឃុំលេខបូស្រុកត្រាំកក់ខេត្តតាកែវកំពុងតែទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ជាមួយនឹងការងារចិញ្ចឹមមាន់នេះលោកងួនងានបានឲ្យដឹងទៀតថាចំពោះដើមទុនសម្រាប់ផ្គត់ផ្គង់ទៅលើមុខរបរចិញ្ចឹមមាន់គាត់បានមកពីការលក់មេគោមួយក្បាលហើយប្រាក់ដែលគាត់ទទួលបានពីការលក់មេគោនេះគាត់បានទិញគោជំទង់មួយក្បាលមកចិញ្ចឹមវិញហើយប្រាក់សល់ប៉ុន្មានគាត់ចំណាយទៅលើការងារចិញ្ចឹមមាន់ទាំងអស់គាត់បានបន្តទៀតថាការចាប់ដើមចិញ្ចឹមដំបូងនៅក្នុងឆ្នាំ2005គាត់មានមាន់មេតែ3ក្បាលប៉ុណ្ណោះនិងមានមាន់គោកមួយក្បាលសម្រាប់អង្កាត់ពូជតែដែលគាត់មានទុនសល់ពីទិញគោជំទង់គាត់បានយកថវិកានោះទៅចំណាយលើការទិញមាន់ពូជចំនួន400ក្បាលបន្ថែមទៀតព្រមទាំងចំណីថ្នាំនិងសម្ភារៈធ្វើទ្រុងដើម្បីធ្វើឲ្យការចិញ្ចឹមសមស្របទៅលក្ខណៈបច្ចេកទេសដែលទើបទទួលបានពីវគ្គបណ្ដុះបណ្ដាលនិងបានអនុវត្តតាមការណែនាំបច្ចេកទេសនិងបទពិសោធន៍ដែលវគ្គបណ្ដុះបណ្ដាលបានផ្ដល់ឲ្យតម្រូវឲ្យគាត់ធ្វើការចិញ្ចឹមមាន់នៅក្នុងទ្រុងសុវត្ថិភាពធ្វើឲ្យមាន់របស់គាត់ជៀសផុតពីការបាត់បង់ដោយសារសត្វស៊ីចោរលួចមិនឆ្លងជំងឺនិងមិនងាប់ទៀតផងមាន់ជាសត្វងាយចិញ្ចឹមបំផុតថែមទាំងចំណាយទុនថវិកាតិចហើយទទួលផលចំណេញច្រើនគួរសមក្នុងរយៈពេលខ្លីផងដែរហើយជួយកាត់បន្ថយដល់ការចំណាយផ្សេងៗក្នុងគ្រួសារ
ពាក់ព័ន្ធនឹងការចាប់យកមុខរបរចិញ្ចឹមមាន់របស់កសិករងួនងាន់លោកឆៃលីប្រធានការិយាល័យផលិតកម្មនិងបសុភិបាលបានបញ្ជាក់យ៉ាងដូចនេះថាបាទខ្ញុំសូមបញ្ជាក់ចំពោះស្ថានភាពនៃការចិញ្ចឹមមាន់នៅក្នុងខេត្តកែយើងនេះជាក់ស្ដែងគឺយើងឃើញថាតាំងពីឆ្នាំ2004មកធ្វើបិទតែវាមានជំងឺផ្ដាសាយវ៉ាក់សែក៏ដោយប៉ុន្តែបើយើងគិតពីស្ថានភាពនៃការចិញ្ចឹមគឺកាលពីឆ្នាំ2004ចំពោះការចិញ្ចឹមមាន់នៅក្នុងខេត្តយើងគិតថាមានប្រហែលជា80,000ក្បាលជាងទេប៉ុន្តែដែលឡែកជាក់ស្ដែងរហូតមកដល់ក្នុងឆ្នាំ2010នេះយើងគិតថានៅក្នុងឆមាសទី1នេះបើគិតតាមស្ថិតិគឺតាមតែឃើញថារហូតដល់មានជាង10,000ក្បាលជាង1លានក្បាលបាទទៅជាង1លានក្បាលគឺ1លាន2សែនបាទ1លាន2សែនក្បាលជាងពាក់ព័ន្ធនឹងការចិញ្ចឹមនេះដែរខ្ញុំគិតថាឥឡូវនេះការចិញ្ចឹមរបស់កសិករគឺមានការជឿនលឿនឡើងបាទយើងពិនិត្យជារួមគឺគាត់ចិញ្ចឹមកាលពីមុនគឺភាគច្រើនក៏ដាក់បន្លែងតាមគ្រួសារប៉ុន្តែឥឡូវនេះគាត់ចិញ្ចឹមភាគច្រើនមានទ្រុងបាទមានទ្រុងហាបង្ខាំងជាប់ 100% ហើយមួយចំណែកទៀតប្រហែលជា 50% គឺគាត់ថាបន្លែងពាក់កណ្ដាលប្រខាំងនិងពាក់កណ្ដាលបន្លែងអានេះហើយជាថាជាចំណុចមួយដែលកសិករគាត់យល់អំពីបច្ចេកទេសនៃការចិញ្ចឹមបក្សីនេះពាក់ព័ន្ធនឹងគោលនយោបាយក្នុងការចិញ្ចឹមបក្សីនេះគឺខាងការិយាល័យក៏ដូចជាមន្ទីរកសិកម្មដែលមានគោលការណ៍និងមានការអនុសាសន៍ពីអាដាមរដ្ឋមន្ត្រីនោះសូមឲ្យយើងមានការយកចិត្តទុកដាក់គឺយើងបានបរៀនវគ្គផ្ដាសាយបក្សីគឺបានច្រើនបាទហើយបន្ទាប់មកនោះក៏យើងបានរៀនវគ្គបណ្ដុះបណ្ដាលនៃការចិញ្ចឹមមាន់ហើយនឹងជាក់ស្ដែងឃើញថាមានចេកទេសបាទយើងបានបោះពុម្ពសិភៅគឺការចិញ្ចឹមមាន់ហើយមួយទៀតគឺជំងឺមាន់បាទជំងឺមាន់ហើយនេះគឺយើងបានផ្សព្វផ្សាយបាទផ្សព្វផ្សាយនៃការធ្វើវ៉ាក់សាំងមាន់ពេទ្យសត្វភូមិគឺមាន1255នាក់ប៉ុន្តែប្រភូមិមានតែ1118ភូមិបានន័យថាលើសបើអញ្ចឹងយើងធ្វើទៅតាមរយៈការនឹងហើយមួយទៀតយើងជំរុញឲ្យពេទ្យសត្វភូមិដែលជាគំរូមកជាគំរូនោះឲ្យគាត់ធ្វើការងារនេះតែម្ដងគឺយើងបានបញ្ចូលគាត់ឲ្យខ្លាយទៅជាអ្នកផ្សព្វផ្សាយតាមភូមិរហូតមកដល់ពេលនេះគឺបញ្ចូលបាន802នាក់ហើយបាទ802នាក់ហើយក្នុងនោះក៏បានធ្វើការចិញ្ចឹមជាបង្ហាញបានចិញ្ចឹមជាបង្ហាញក្នុងនោះមានខាងក្រសួងក៏គាត់បានមកធ្វើបង្ហាញដែរតាមរយៈការិយាល័យផ្សព្វផ្សាយនាយកដ្ឋានផ្សព្វផ្សាយហើយនាយកដ្ឋានរួមនឹងការិយាល័យមន្ទីរផងដែរខ្ញុំគិតថាស្ថិតិការធ្វើមាន់បង្ហាញនៅក្នុងមួយឆ្នាំមិនតិចជាង60ទ្រុងបាទក្នុងខេត្តតាកែវហើយមិនតែប៉ុណ្ណោះគឺការិយាល័យដោយមានការជួយពីគម្រោងចិញ្ចឹមសត្វកម្មជាសហគមន៍អឺរ៉ុបនៅក្នុងរយៈពេលកន្លងមកនេះគឺបានយកចិត្តទុកដាក់បញ្ហាពូជមាន់បាទយើងបានបញ្ចូលហៅថាពូជមាន់ដីសះណាបាទពូជមាន់ដីសះចូលទៅក្នុងភូមិចូលអាឈ្មោលវាទៅចូលក្នុងភូមិដាក់កន្លែងយើងបាន400ភូមិជាងហើយជាក់ស្ដែងរហូតមកដល់ពេលនេះឃើញថាមានការសាយភាយល្អបាទការសាយភាយមានបានពូជនោះធំបាទកសិករងួនងាន់គឺដំបូងគឺគាត់អត់មានមុខរបរទេបាទហើយគាត់យល់ថាគាត់មានដើមតិចតួចហ្នឹងគាត់ចិញ្ចឹមមាន់គាត់មានដំបូងគឺមានមាន់តែជា400ណាបាទគាត់ដាក់ចិញ្ចឹមស្រាប់មានបញ្ហាបរាជ័យច្រើនដែរបាទអញ្ចឹងក្រោយមកគឺដោយសារការតស៊ូរបស់គាត់ហើយសារតែឃើញមានភាពជោគជ័យបរាជ័យរបស់គាត់ហ្នឹងគាត់បានមកទំនាក់ទំនងការិយាល័យក៏បានទៅជួយចូលរួមបើកវគ្គហើយជួយបរៀនជួយផ្សព្វផ្សាយជួយចុះមើលដល់ទីតាំងនោះឃើញថាតាំងពីឆ្នាំ2005មកគឺគាត់មានការកើនឡើងវិញការចិញ្ចឹមរបស់គាត់គឺល្អឡើងវិញបាទរហូតមកដល់ពេលនេះគាត់ខ្លាយទៅជាអ្នកគំរូមិនជាប់ទៅក្នុងខេត្តតាកែវគឺយើងបាទគាត់បានជាប់ទទួលចំណាត់ថ្នាក់ទូទាំងប្រទេសផងដែរបាទការរៀបចំបច្ចេកទេសចិញ្ចឹមត្រូវធ្វើទ្រុងដាក់ដោយឡែកពីគ្នាស្នូកទឹកស្នូកចំណីត្រូវដាក់ជាប្រចាំមាន់ធំនិងមាន់តូចត្រូវខាំងដាច់ចេញពីគ្នាដោយប្រើសំណាញ់ព័ទ្ធជុំវិញជាពិសេសកូនមាន់សម្រាប់ចិញ្ចឹមយកសាច់ត្រូវខាំងទុកកន្លែងផ្សេងពីកូនមាន់ពូជការធ្វើវ៉ាក់សាំងនិងវិធីព្យាបាលត្រូវធ្វើវ៉ាក់សាំងការពារជំងឺសំខាន់ចំនួន3មុខជាការចាំបាច់មានដូចជាវ៉ាក់សាំង Newcastle ឬពាក្យសាមញ្ញហៅថាជំងឺដង្កោវកាច់វ៉ាក់សាំងអុតនិងវ៉ាក់សាំងអាសន្នរោគ
ចំពោះវិធីព្យាបាលជំងឺត្រូវប្រើថ្នាំការពារជំងឺទៅតាមរដូវកាលដោយលាយជាមួយទឹកឬចំណីការធ្វើផែនការសម្រាប់ផលិតកម្មការចិញ្ចឹមបានជោគជ័យចាំបាច់ត្រូវមានផែនការពីរច្បាស់លាស់គឺផែនការបច្ចុប្បន្ននិងផែនការអនាគតចំពោះលោកងួនងានបានធ្វើផែនការបច្ចុប្បន្នរបស់គាត់គឺការផ្គត់ផ្គង់កូនមាន់ដល់អតិថិជនបានតាមកម្រិតត្រូវមានមេពូជចំនួន130ក្បាលនិងបាស4ក្បាលនិងត្រូវលក់កូនមាន់ពូជក្នុងមួយខែឲ្យបានចំនួន300ក្បាលទៅ400ក្បាលប៉ុន្តែក្នុងករណីមានគេទិញកូនមាន់ច្រើនលោកងួនងានត្រូវទិញពងមាន់ពូជពីកន្លែងដទៃយកមកភ្ញាស់បន្ថែមចំពោះផែនការសម្រាប់អនាគតគាត់ត្រូវបង្កើនដើមទុនដើម្បីពង្រីកសង្វាក់ផលិតកម្មបន្ថែមចំនួនទ្រុងបង្កើនចំនួនមេមាន់ពូជសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍និងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតជាការចាំបាច់បំផុតលោកងួនងានបានឲ្យដឹងយ៉ាងដូចនេះថាបាទខ្ញុំបាទឈ្មោះងួនងាននៅភូមិសែនបនគុនបូស្រុកត្រាំខកខេត្តតាកែវខ្ញុំបាទចាប់ដើមចិញ្ចឹមមាន់ពីដើមដំបូងមកខ្ញុំចិញ្ចឹមអត់បានលទ្ធផលល្អទេពីព្រោះវាអត់មានដែលថាការប្រើប្រាស់វ៉ាក់សាំងឬមួយថ្នាំអីអត់មានតន់ដែលប្រើប្រាស់អាថ្នាំអស់ហ្នឹងដល់ក្រោយមកបានខ្ញុំដែលរហូតដល់ចិញ្ចឹមងាប់ចិញ្ចឹមងាប់ហ្នឹងដល់ពេលហើយមកបានខ្ញុំលក់មេគោមេអីចឹងចិញ្ចឹមមាន់តាមធម្មតាងាប់ខ្លះអីខ្លះដល់ពេលប្រហែលជាដល់2005បានមានអង្គការគាត់មកបង្ហាត់បង្រៀនរឿងការចិញ្ចឹមមាន់ហ្នឹងដោយថាមានប្រើប្រាស់វ៉ាក់សាំងមានប្រើប្រាស់ថ្នាំការពារជំងឺអញ្ចឹងបានហើយនឹងធ្វើជាទ្រុងអីបោះសម្អាតទ្រុងធ្វើទ្រុងឲ្យបានស្អាតអញ្ចឹងទៅបានអាចខ្ញុំចិញ្ចឹមបានរហូតដល់សប្តាហ៍ថ្ងៃប៉ុន្តែពីមុនមកវាចិញ្ចឹមអត់បានដោយសារវាអត់មានការវ៉ាក់សាំងហើយទ្រុងក៏វាអត់បានល្អបានស្អាតដែរដល់ពេលហើយ2005បានខ្ញុំធ្វើបានល្អទ្រុងល្អអញ្ចឹងទៅបានចិញ្ចឹមបានលទ្ធផលល្អបន្តថាល្អឲ្យបានគ្រប់100%ប៉ុន្តែគ្រាន់តែបានត្រឹម70%បាទខ្ញុំចិញ្ចឹមមាន់សប្តាហ៍ថ្ងៃចិញ្ចឹមរបៀបតាមដូចថាខ្ញុំចិញ្ចឹមហ្នឹងធ្វើទ្រុងឲ្យបានស្អាតបោះទ្រុងធ្វើកន្លែងដេកកន្លែងបានត្រឹមត្រូវហើយនឹងទឹកអីចំណីដាក់ឲ្យបានពេញលេងបានទៀងទាត់គ្រប់ពេលគ្រប់ម៉ោងតែសំខាន់គឺវ៉ាក់សាំងបាទវ៉ាក់សាំងគឺទី1ខ្ញុំធ្វើកូនមាន់ទៅញាស់ប្រាច់មកអញ្ចឹងមកអាយុ24ម៉ោងខ្ញុំចាប់ដើមធ្វើវ៉ាក់សាំងយូកាសអេសបាទចាប់ដើមបតក់ហើយលើកទី2អាយុវាបាន14ថ្ងៃបាទខ្ញុំធ្វើវ៉ាក់សាំងហ្នឹងអត់ខ្ញុំជួសអត់ដល់លើកទី3អាយុវា40ថ្ងៃខ្ញុំធ្វើវ៉ាក់សាំងអឹមដល់ពេលអាយុបាន40ថ្ងៃបាទខ្ញុំធ្វើអាសន្នរោគបាទហ្នឹងមាន់ហ្នឹងខ្ញុំធ្វើដល់ពេល4សាហ្នឹងវាចប់ហើយចោលហ្នឹងដល់វារហូតដល់បាន3ខែបាទ3ខែសម្រាប់ដល់មាន់យើងលក់អាហ្នឹងវាអាហ្នឹងយើងចាំយកសាច់ពេលណាដែលថាខ្ញុំចិញ្ចឹមសាច់ដំបូងហ្នឹងវាបំបែកពីកូនមកខ្ញុំចាប់ផ្ដើមបំបែកដាក់ធ្វើទ្រុងវាឲ្យស្អាតធ្វើចំណាញ់វាអត់មានអុយមេអីធំអីចូលទេយើងធ្វើជាបាក់បាទតូចដោយតូចធំដោយធំដល់ពេលមាន់ហ្នឹងអាយុបាន1ខែឬ1ខែយើងធ្វើវ៉ាក់សាំងហើយបានខ្ញុំចាប់ដើមលេងហើយចំណីវាឲ្យស៊ីចំណីធម្មជាតិឬមួយក៏ចំណីបាវចំណីតាមផ្សារបើចំណីធម្មជាតិដូចទៅកាឌីហើយនឹងយើងធ្វើជាកប៉ុសអីតាមសងខាងភូមិអីចឹងសងខាងផ្ទះអញ្ចឹងទៅដើម្បីពលឹមឡើងឲ្យវាស៊ីយើងធ្វើកប៉ុសដែលដាក់គោដាក់អីក្នុងកលុកណាហ្នឹងវាបដាកូនច្រើនដើម្បីបដាដើម្បីតែឲ្យចំណុកពេលវាហាវចូលដេកចូលឬមួយឲ្យស៊ីអីចឹងទៅប៉ុន្តែបើរឿងចំណីវាទោះតែយើងនឹងផ្សំជួយផ្ដល់ឲ្យវាព្រោះអីមេមួយពីដើមមកវាបដាបានកូនច្រើន20ដល់ពេលឥឡូវនេះយើងអាចបដាបានទៅ100ទៅ500ទៅ1000ក្បាលបានប៉ុន្តែចំណីយើងរួមផ្សំយើងរកឲ្យវាពីកូនតូចដែលខ្ញុំចំហ្នឹងផ្ដល់ចំណីវាពីដំបងវាកាឌីឲ្យស៊ីកាឌីហើយនឹងអាចចុងអង្គបាទហើយបើដល់ពេលអាយុវា1ខែឲ្យស៊ីតកួនឬដើមចេកឬចកហើយនឹងអង្គស្រូវយើងបាទធម្មតាហ្នឹងចំណីធម្មជាតិរបស់វាបាទពីមុនមកខ្ញុំចាំអត់តាន់បានទេមករហូតដល់សប្តាហ៍ថ្ងៃវាខុសប្លែកឆ្ងាយពីព្រោះពីមុនមកជីវភាពរបស់ខ្ញុំក៏វាអាចទន់ខ្សោយវាអាចអត់បានដល់ឥឡូវបើសិនជាជីវភាពឥឡូវនេះវាខុសនេះឆ្ងាយវាឥឡូវវាធូរធារដូចថាវាបានកម្រៃហ្នឹងវាបានធូរធារសម្រាប់ដល់ចំពោះរូបខ្ញុំណា
លោកងួនងានបានឲ្យដឹងបន្ថែមទៀតថានៅបច្ចុប្បន្ននេះក្នុងមួយខែគាត់មានលទ្ធភាពលក់ចេញនៅកូនមាន់ពូជពី300ទៅ400កូនរីឯថវិកាដែលគាត់ទទួលបានគឺជាង5សែនរៀលបន្ទាប់ពីធ្វើការទូទាត់រាល់ការចំណាយរួចរាល់នេះគឺជាប្រាក់ចំណូលប្រចាំខែរបស់គ្រួសារលោកងួនងានដោយមិនទាន់គិតប្រាក់ចំណូលដែលបានមកពីការលក់មាន់សាច់ផងទេភាពជោគជ័យលើការងារចិញ្ចឹមមាន់នេះធ្វើឲ្យជីវភាពរស់នៅរបស់គ្រួសារលោកងួនងានមានការផ្លាស់ប្ដូរកែប្រែកម្រិតជីវភាពពីភាពខ្វះមុខខ្វះក្រោយទៅជាជីវភាពមួយដែលមានលទ្ធភាពពិសេសអាចមានប្រាក់ចំណូលប្រចាំខែដែលជាប្រាក់ចំណូលបន្ថែមមួយទៀតបន្ទាប់ពីដំណាំស្រូវពិសេសជាងនេះទៀតធ្វើឲ្យលោកងួនងានក្លាយជាកសិករមានបទពិសោធន៍មួយរូបដែលអាចចាត់ទុកថាជាបណ្ណាល័យសម្រាប់សិក្សាស្វែងយល់របស់កសិករនៅតំបន់ក្បែរគាត់និងកសិករមកពីតំបន់ផ្សេងផងដែរ